សហរដ្ឋអាមេរិកនិងចិនអាចធ្វើឲ្យពិភពលោកកាន់តែមានភាពល្អប្រសើរទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់អំពីមេដឹកនាំរបស់ប្រទេសទាំងពីរបានជួបចរចាគ្នាសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននូវចំណេះដឹងក៏ដូចជាដំណឹងល្អៗទាំងនៅក្នុងស្រុកក៏ដូចជានៅខាងក្រៅស្រុកបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបក៏ដូចជាឲ្យបានដឹងនៅរាល់ស្ថានភាពក៏ដូចជាស្ថានភាពដែលកើតឡើងនៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោកយើងនេះតែម្ដងនៅក្នុងវីដេអូនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីព័ត៌មានដែលទាក់ទងជាមួយនឹងមហាយៈឬក៏មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរគឺសហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិនតែម្ដងនៅក្នុងវីដេអូរបស់ខ្ញុំមុនខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបក៏ដូចជាឲ្យបានដឹងអំពីស្ថានភាពក៏ដូចជាចំណុចជាវិជ្ជមានជាច្រើនដែលលោកប្រធានាធិបតី Donald Trump បានធ្វើការតាក់ទងជជែកជាមួយនឹងលោកប្រធានាធិបតី Xi Jinping ដែលជាប្រធានាធិបតីរបស់ប្រទេសចិនតែម្ដងដោយប្រមុខរដ្ឋទាំងពីរបានជជែកជាមួយគ្នារយៈពេល1ម៉ោងកន្លះជាងដែលស្ដីតាក់ទងជាមួយនឹងបញ្ហាពន្ធរបស់សហរដ្ឋអាមេរិកក៏ដូចជាតាក់ទងជាមួយនឹងផ្នែកពាណិជ្ជកម្មតែម្ដងដោយមិនមានការនិយាយតាក់ទងជាមួយនឹងបញ្ហានយោបាយឬក៏បញ្ហាសង្គ្រាមរបស់ប្រទេសទាំងពីរនោះទេហើយជាក់ស្ដែងជាលទ្ធផលនៃជំនួបចរចារបស់ប្រទេសទាំងពីរនឹងឯងគឺមានការអញ្ជើញឲ្យមានការទស្សនកិច្ចរវាងគ្នាទៅវិញទៅមកទាំងអស់នេះវាគឺជាចំណុចជាវិជ្ជមានមួយដែលធ្វើឲ្យសន្ទុះសេដ្ឋកិច្ចរបស់ពិភពលោកមានការចាប់ផ្ដើមងើបឡើងបន្តិចម្ដងតែម្ដងហើយអ្វីដែលសំខាន់តែម្ដងនៅក្នុងថ្ងៃទី8នេះតែម្ដងបាទតាមសារព័ត៌មាន Reuters បានបញ្ជាក់ឲ្យបានដឹងថាភាគីសហរដ្ឋអាមេរិកក៏ដូចជាភាគីរបស់ប្រទេសចិននឹងជួបចរចាគ្នាបន្ថែមទៀតនៅក្នុងថ្ងៃច័ន្ទនៅឯក្រុងឡុងក្នុងប្រទេសអង់គ្លេសតែម្ដងនេះគឺជាការជួបចរចាគ្នារវាងកម្ពុជារបស់ប្រទេសទាំងពីរតែម្ដងបើតាមលោកប្រធានាធិបតី Donald Trump បានបង្ហាញឃើញថាមន្ត្រីធំៗរបស់សហរដ្ឋអាមេរិកដែលត្រូវដឹកនាំមន្ត្រីរបស់ខ្លួនទៅជួបចរចាជាមួយនឹងភាគីចិននោះគឺរួមមានលោករដ្ឋមន្ត្រីរដ្ឋាភិបាលគឺលោក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្មគឺលោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មលោក Jamieson Krieger ចំណែកភាគីរបស់ប្រទេសចិនផងដែរបានបញ្ជាក់ឃើញថាឧបនាយករដ្ឋមន្ត្រីគឺលោក Li Lifeng នឹងដឹកនាំប្រតិភូរបស់ប្រទេសចិនដើម្បីទៅចរចាជាមួយនឹងភាគីសហរដ្ឋអាមេរិកបន្តអំពីការចរចារវាងលោកប្រធានាធិបតី Donald Trump និងលោក Xi Jinping តាមរយៈទូរស័ព្ទកាលពីថ្ងៃប្រហ័សនេះតែម្ដងអញ្ចឹងនៅក្នុងចំណុចនេះផងដែរយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើបន្តអំពីជំនួបរបស់លោក Donald Trump និងលោក Xi Jinping ដែលបានបញ្ជូនឲ្យមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរដើម្បីទៅជួបចរចាគ្នានៅឯទីក្រុងឡុងរបស់អង់គ្លេសនឹងថាតើនឹងមានផ្លែផ្កាយ៉ាងណាបន្ថែមទៀតទាក់ទងជាមួយនឹងបញ្ហាពន្ធបរិការដែលសហរដ្ឋអាមេរិកបានដាក់ទៅដល់ប្រទេសចិនដែលវាជាឥទ្ធិពលទៅដល់បណ្ដាប្រទេសទូទាំងពិភពលោកយើងនេះតែម្ដងមិនថាប្រទេសចិនឬក៏សហរដ្ឋអាមេរិកទេសូម្បីតែប្រទេសទូទៅដែលកំពុងតែរស់ស៊ីជាមួយនឹងចិនក៏ដូចជារស់ស៊ីជាមួយនឹងសហរដ្ឋអាមេរិកក៏កំពុងតែតាមដានយ៉ាងសកម្មទៅលើព័ត៌មានក៏ជាទៅលើបញ្ហានៅក្នុងការជួបចរចាគ្នារវាងមន្ត្រីកម្ពុជារបស់ប្រទេសមហាអំណាចទាំងពីរនេះតែម្ដងបើសិនណាបើលទ្ធផលនៃការចរចារវាងប្រទេសមហាអំណាចទាំងពីរនេះទទួលបាននៅលទ្ធផលល្អនោះវាជាក់ច្បាស់ណាស់វាពិតជាធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ប្រជាសេដ្ឋកិច្ចនៅក្នុងពិភពលោកចាប់ផ្ដើមមានការងើបឡើងវិញបន្ទាប់អំពីការចរចាត្រូវរើគ្នារវាងបណ្ដាប្រទេសទាំងពីរនេះតែម្ដងវាដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកហេតុអ្វីបានជាយកយុទ្ធសាស្ត្រនៅក្នុងការជួបចរចាជាមួយនឹងប្រទេសចិនដោយសារតែសហរដ្ឋអាមេរិកក៏ដូចជាពាណិជ្ជករក៏ដូចជាក្រុមហ៊ុនដែលរស់ស៊ីនៅក្នុងសហរដ្ឋអាមេរិកមួយចំនួនគឺត្រូវការរ៉ែកម្រចេញអំពីប្រទេសចិនតែម្ដងបើសិនណាបើមិនបាននៅវត្ថុធាតុដើមឬក៏រ៉ែកម្រចេញអំពីចិននោះទេវាពិតជាធ្វើឲ្យអាជីវកម្មក៏ដូចជាស្ថានភាពសេដ្ឋកិច្ចក្រុមហ៊ុនមួយចំនួនដែលកំពុងរស់ស៊ីនៅសហរដ្ឋអាមេរិកនឹងមានបញ្ហាតែម្ដងដោយសារតែឃើញនៅបញ្ហានេះហើយបានជារដ្ឋការរបស់លោកប្រធានាធិបតី Donald Trump បានអោនក្បាលលើកទូរស័ព្ទនៅក្នុងការសូមជជែកជាមួយនឹងលោក Xi Jinping តែម្ដងអញ្ចឹងយើងនឹងរងចាំតាមដានមើលទៀតតើលោក Xi Jinping នឹងមានដាវអ្វីសម្រាប់យកទៅប្រយុទ្ធជាមួយនឹងលោក Donald Trump ហើយតើលោក Donald Trump នឹងត្រៀមនៅអ្វីខ្លះដើម្បីជួបចរចាជាមួយនឹងលោក Xi Jinping ដើម្បីធ្វើឲ្យប្រទេសទាំងពីរស្វែងរកនៅតុចរចាក៏ដូចជាស្វែងរកនៅចំណុចត្រូវគ្នាមួយដើម្បីធ្វើឲ្យស្ថានភាពរបស់ប្រទេសទាំងពីររកស៊ីជាមួយគ្នាបានល្អហើយប្រទេសជិតខាងឬក៏ប្រទេសជុំវិញនៅក្នុងពិភពលោកនេះក៏ទទួលបានផ្នែកការអំពីបណ្ដានៅក្នុងការជំនួបចរចារវាងមន្ត្រីកម្ពុជារបស់សហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិនតែម្ដងអញ្ចឹង
តែតងជាមួយនឹងបញ្ហាទាំងអស់នេះខ្ញុំនឹងព្យាយាមប្រម៉ែប្រមូលនៅរាល់ព័ត៌មានក៏ជាចំណុចសំខាន់បន្ថែមទៀតសម្រាប់ចែកជូនទៅដល់បងប្អូនក៏ជាមិត្តអ្នកដែលនិយមតាមដានស្ដាប់នៅរាល់វីដេអូរបស់ខ្ញុំក៏ដូចជាព័ត៌មានផ្សេងទៀតដែលទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គ្រាមបញ្ហានយោបាយនៅក្នុងពិភពលោកជាពិសេសគឺរវាងកម្ពុជាថៃនឹងតែម្ដងខ្ញុំនឹងចូលខ្លួនដើម្បីរាយរាប់ក៏ដូចជាជម្រាបនៅដំណឹងល្អចែកជូនទៅដល់បងប្អូនទាំងអស់គ្នាតែម្ដងក៏ប៉ុន្តែសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅដំណឹងថ្មីទាន់ហេតុការណ៍ល្អតែម្ដងបាទសូមអរគុណសូមជម្រាបលា